Videoនេះវាពីមានគេមើលអត់ដល់ចេញទៅសិនហើយតោះអូផាទូប្លុកតើវៀតណាមចេញឯណាគ្នាជួយមើលផងអូនេះខ្ញុំដាក់ថ្ងៃទី2និងថ្ងៃទី3ចូលគ្នាមកជើមានផាត់3អីទៀតណាទី2ហ្នឹងខុសពីប្លុកមកគឺមុខហ្នឹងឯងមើលគឺបានប៉ុណ្ណឹងហើយយើងតឲ្យគេឆ្លាក់មុខឲ្យអញ្ចឹងណាពេលប្លុំឡើងម្នាក់សមីសមូណាហើយខ្ញុំក៏បានអត់ខោអាវអញ្ចឹងទៅព្រោះអីខោអាវយកមកហ្នឹងគឺជ្រួញពេក outfit shape របស់ខ្ញុំហ្នឹងខ្ញុំពាក់អីស្រួលព្រោះថ្ងៃហ្នឹងត្រូវដើរច្រើននោះចង់ពាក់អីវាហប់ព្រោះនឹងក្តៅពេលផឹករបស់ខ្ញុំគឺខ្ញុំមកញ៉ាំ phở សិនមុននឹងទៅកន្លែងបន្តចឹង phở នៅនេះខ្ញុំអត់ recommend អ្នកគ្នាទៅព្រោះអីថ្លៃរឿងថ្លៃគួរសមហើយខ្ញុំនិយាយមែនណាមកភ័ក្រខ្ញុំច្រឡំហៅអាឈុត27រៀល70 30រៀល confirm មកឈុតហើយខ្ញុំឡើងហួសចិត្តចឹងបន្ទាប់ពីញ៉ាំ phở ហើយក៏យើងបន្តដំណើរទៅរកកាហ្វេញ៉ាំហ្នឹងហើយហាងកាហ្វេនេះគឺរឿងនេះរៀងនៅឆ្ងាយដែរព្រោះគេមែនប៉ុន្តែកាហ្វេឆ្ងាញ់បរិយាកាសលយអូនចូលចិត្តតម្លៃក៏សមរម្យទៀតមួយកែវដូចជា1រៀលជាង72តែប៉ុណ្្នឹងឯងប៉ុន្តែកាហ្វេឆ្ងាញ់ cream ខ្ទិះបន្ទាប់ពីញ៉ាំកាហ្វេហើយក៏បានហៅ Grab ជិះមកផ្សារ Playground គេនេះហ្នឹងផ្សារហ្នឹងបានតាមើលទេអត់មានលុយទិញទេថ្លៃណានិយាយមែនអាវគេស្អាត quality គេក៏គុណភាពដែររបៀបអញ្ចឹងបានសមតែបានទិញអីម៉ែអត់មានលុយទេតែប៉ុណ្ណឹងដើរមើលឲ្យចេញមកវិញរកកាហ្វេផឹកទៀតកាហ្វេដូងនេះខ្ញុំ recommend អាគ្នាទៅកុំចោលឲ្យសោះឆ្ងាញ់សាហាវខ្ញុំនិយាយមិនឆ្ងាញ់ជាតិសាហាវដល់ពីផឹកកាហ្វេហើយក៏យើងបានមកកន្លែងគេល្បីវៀតណាមខ្លាំងមែនតើអីគេហៅគួងណែមអីដល់ឯងមើលដឹងតែហ្នឹងឯងខ្លាញ់គេល្បីអូឆ្ងាញ់មែនឆ្ងាញ់ប្រកគេមែនមកឈុតតែ10រៀលជាងឯងដល់ពីញ៉ាំឲ្យហើយចូលមកដល់អាធីរ៉ាមីស៊ូអាគួហ្នឹងហ៎អូយខ្ញុំនិយាយមែនមកវៀតណាមខ្ញុំប៉ងសៀនឹងយូរហើយខ្ញុំអត់ចាំទិញនៅខ្មែរខ្ញុំចាំទិញមកវៀតណាមនិយាយមែនឥឡូវ finally ខ្ញុំបានបន្ទាប់ពីទិញនំហើយមកខ្លាញ់ដេកមកផ្លេចដើម្បីដូរកៅអៅដើម្បីដើរលេងបន្តហ្នឹងគឺខ្ទង់ម៉ោង 4 ម៉ោង 5 ល្ងាចហ្នឹងខ្ញុំចង់ជិះឡានក្រុងដើម្បីមើលទេសភាពនៅក្រុងគេហ្នឹងថាវាមានទេសភាពស្អាតយ៉ាងម៉េចអីទៅណក៏បានទិញស្បត់ឡានទៅក្នុងមែនដូចជា5រៀលជាងតែ honestly ហ្មងខ្ញុំ review ហ្នឹងខ្ញុំ review ខ្ជិលបិទភ្នែកខ្ញុំនិយាយមែនខ្ញុំក៏ទៅ review ឲ្យចាប់មកហើយយើងមកដល់កន្លែងស៊ីគ្រឿងសមុទ្រកន្លែងគេល្បីយកកន្លែងពូមួយពាក់មាសធំជ្រៃខ្លួនចង់បាក់កហ្នឹងហ្នឹងឯងមកញ៉ាំកន្លែងហ្នឹងកន្លែងគាត់ធូរថ្លៃអត់ចាក់កអីលើវាអញ្ចឹងណាស៊ីហើយក៏បិទភ្នែកចូលដេកកាត់ចូលម្ដងថ្ងៃថ្មីថ្ងៃទី3ត្រឡប់ទៅភ្នំពេញវិញថ្ងៃហ្នឹងថ្ងៃចុងក្រោយយើងដែលខ្ញុំនៅវៀតណាមហើយថ្ងៃហ្នឹងខ្ញុំត្រឡប់ទៅភ្នំពេញវិញហើយខ្ញុំអត់តន់ booking ឡានទេត្រឡប់ទៅវិញដឹងថាជាឡានអីទេខ្ញុំឆែកមើលក្នុង Red បើសិនថាមានឡានណាដែលខ្ញុំត្រូវទៅម៉ោងណាខ្ញុំដូចជាចង់ទៅម៉ោង1ខ្លះតែចាំមើលសិនឡាសេថាមានម៉ោងហ្នឹងទៅអត់ហ្នឹងខ្ញុំនិយាយមែន address របស់ងាយស្រួលមែនងាយស្រួលក្នុងការកក់ស្បត់ឡានទៅណាទៅណីគឺងាយស្រួលខ្លាំងធ្វើដំណើរអីបច្ចាក់ច្បាស់ហ្មងហើយបាទអ្នកគ្នាចង់កែប្រែម៉ោងធ្វើដំណើរអីក៏បានទៀតហើយបាទអ្នកគ្នាអូគាត់ថាចង់ cancel មានបញ្ហាបានទៅក៏អាច cancel បានដែរហើយការបងប្រាក់អីវិញគឺងាយស្រួលអត់ញ៉ៃទេគ្រាន់តែចុច pay ទៅកាត់ចូលអូតូ account ធនាគារយើងភ្លាមហ្មងបន្ទាប់ពីទិញស្បត់ឡានហើយក៏មករៀបចំវ៉ាលីដើម្បីទៅវិញហើយបន្ទាប់ពីរៀបចំហើយក៏យើងបានមកញ៉ាំបាញ់កាំងក្តាមនេះខ្ញុំក៏មកដល់កន្លែងដេកហ្មងព្រោះអីកាយនេះកាយទើបតែភ្ញាក់ទេក្របទៅអត់តន់ទេចឹងក៏មកអីស៊ីមកដល់កន្លែងដេកហ្នឹងហ្មងទៅញ៉ាំហើយមកស្ទុះហើយក៏រៀបចំ check out ចេញហើយយើងបន្តដំណើរទៅផ្សារគេចាក់កផ្សារបាញ់ថាញ់ហ្នឹងនិយាយមែនហើយមុនមកខ្ញុំថាចង់ទៅផ្សារហ្នឹងទេឮគេនិយាយច្រើនគ្នាពេកថាផ្សារហ្នឹងចាក់កប៉ុន្តែបំណាច់ថាមកវៀតណាមហើយចូលវៀតកាអញ្ចឹងចូលទៅឲ្យទិញរបស់ផ្ញើអ្នកផ្ទះទៅរបៀបអញ្ចឹងណាមានអីចូលទៅគេអត់ចាក់កផងគ្រាន់តែគេកាត់តម្លៃគុណ3គុណ4ហ្នឹងតែប៉ុណ្្នឹងទេឲ្យតែយើងចេះតថ្លៃគឺតម្លៃហ្នឹងអូខេហើយសម្រាប់យើងពេលទិញអីហើយក៏ត្រឡប់មកវិញទៅបេឡានចាំឡានជិះឡានមកពេញវិញមកអញ្ចឹងប្លុកមានតែប៉ុណ្្នឹងទេ